ទំពាំងស្នងឫស្សីអញ្ចឹងឫស្សីបានចាស់ទៅហើយអ្វីដែលមានការស្នងឫស្សីបន្តគឺទំពាំងជាអ្នកដោះបន្តអញ្ចឹងដើម្បីឲ្យទំពាំងនឹងល្អទំពាំងនឹងគួរតែជាទំពាំងមានសុខភាពល្អមិនស្អុយមិនរលួយកាលណាទំពាំងល្អតើតែទំពាំងคล้ายទៅជាឫស្សីក៏ល្អដែរយ៉ាងណាមិញកូនប្រុសកូនស្រីនៅក្នុងគ្រួសារជាអ្នកស្នងត្រកូលជាអ្នកស្នងមេត្តាបិតារបស់ខ្លួនក៏បីធ្វើខ្លួនឲ្យល្អឲ្យប្រៀបបានដូចជាទំពាំងល្អទៅស្នងឫស្សីនៅពេលអនាគតទំពាំងល្អគឺត្រូវមានការអប់រំការសិក្សារៀនសូត្រទាំងចំណេះជំនាញទន់និងជំនាញរឹងការតែមានជំនាញវិជ្ជាជីវៈតែមួយមិនគ្រប់គ្រាន់ទេត្រូវតែមានក្រមសីលធម៌ដែលគេហៅថា soft skill យើងត្រូវមានដើម្បីរស់នៅប្រកបដោយសេចក្តីសុខសេចក្តីចម្រើនចំពោះនៅក្នុងសង្គមជាតិក៏ដូច្នោះដែរកូនចៅជំនាន់ក្រោយគឺជាអ្នកស្នងតំណែងបុព្វបុរសដូនតារបស់ខ្លួនប្រៀបបានដូចជាទំពាំងដែលត្រូវនឹងលូតលាស់ដើម្បីស្នងឫស្សីដូច្នោះដែរដូច្នេះហើយយុវជនជំនាន់ក្រោយក្មេងៗជំនាន់ក្រោយខិតខំសិក្សារៀនសូត្រដើម្បីស្នងតំណែងបន្តវេនពីដូនតារបស់ខ្លួន